តើគ្នាដែលសួរខ្លួនឯងថាតើជីវិតដែលអ្នកទាំងអស់គ្នាកំពុងតែរស់នៅថ្ងៃនេះជាជីវិតដែលអ្នកទាំងអស់គ្នាជ្រើសរើសដោយខ្លួនឯងឬក៏ជាជីវិតដែលអ្នកទាំងអស់គ្នាកំពុងតែរស់ដើម្បីឲ្យអ្នកដទៃពេញចិត្តថ្ងៃណាដែលគេសរសើរយើងក៏សប្បាយចិត្តថ្ងៃណាដែលគេមិនខ្វល់យើងក៏មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃហើយបើសិនជាចំណុចខាងលើនេះកំពុងតែកើតឡើងចំពោះអ្នកទាំងអស់គ្នាមានន័យថាអ្នកទាំងអស់គ្នាកំពុងតែរស់នៅដោយគ្មានភាពម្ចាស់ការទៅលើខ្លួនឯងតើគ្នាដឹងថាមនុស្សម្នាក់ៗដែលកើតមកនៅលើផែនដីនេះគឺមានជីវិតអត់ដូចគ្នាទេមនុស្សខ្លះកើតមកនៅក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិហើយនឹងអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យពួកគេនឹងអាចរស់នៅយ៉ាងស្រួលហើយនឹងមានឱកាសច្រើនខណៈដែលមនុស្សខ្លះទៀតកើតមកនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតហើយត្រូវប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃមនុស្សខ្លះមានឱកាសល្អក្នុងការសិក្សាហើយនឹងអភិវឌ្ឍខ្លួនដោយសារតែគេមានគ្រួសារចាំជួយគាំទ្រតែមនុស្សខ្លះទៀតត្រូវតស៊ូតាំងពីថ្ងៃដំបូងនៃជីវិតដើម្បីឆ្ពោះទៅរកភាពជោគជ័យប៉ុន្តែមានរឿងមួយដែលមនុស្សជាច្រើនកំពុងតែធ្វើដូចគ្នាដោយមិនដឹងខ្លួននោះគឺការបោះបង់ភាពជាម្ចាស់នៃជីវិតរបស់ខ្លួនឯងហើយឲ្យអ្នកដទៃគ្រប់គ្រងជំនួសយើងអត់បានបោះបង់ជីវិតខ្លួនឯងទាំងមូលទេប៉ុន្តែយើងបោះបង់អារម្មណ៍យើងបោះបង់សេចក្តីសុខយើងបោះបង់ការជឿជាក់ទៅលើខ្លួនឯងដោយសារតែមាត់ហើយនឹងភ្នែករបស់អ្នកដទៃហើយបន្តិចម្ដងយើងក៏ចាប់ផ្ដើមរស់ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យអ្នកដទៃពេញចិត្តជាជាងដែលយើងរស់ដើម្បីឲ្យខ្លួនឯងមានក្តីសុខហើយនេះហើយគឺជាជីវិតដែលមិនមានភាពម្ចាស់ការទៅលើខ្លួនឯងការមានម្ចាស់ការទៅលើខ្លួនឯងវាមិនមែនជារឿងដែលធំធេងមិនមែនជារឿងដែលអស្ចារ្យនិងមិនមែនជារឿងដែលយើងត្រូវធ្វើភ្លាមទេតែយើងអាចផ្លាស់ប្ដូររបៀបគិតតូចការនិយាយជាមួយខ្លួនឯងហើយនឹងការទទួលខុសត្រូវចំពោះជីវិតខ្លួនឯងម្ដងមួយថ្ងៃព្រោះដោយមានម្ចាស់ការយើងដឹងថាយើងកំពុងតែធ្វើអីយើងដឹងថាហេតុអីបានជាយើងធ្វើវាហើយយើងព្រមទទួលលទ្ធផលទោះបីជាលទ្ធផលនោះល្អឬក៏មិនល្អក៏ដោយឧទាហរណ៍សាមញ្ញមួយមានមនុស្ស2នាក់ធ្វើការនៅកន្លែងដូចគ្នាទទួលប្រាក់ខែប្រហាក់ប្រហែលគ្នាប៉ុន្តែអារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃគឺខុសគ្នាខ្លាំងដោយសារតែមនុស្សទី1តែនិយាយថាខ្ញុំមិនរីកចម្រើនទេព្រោះតែក្រុមហ៊ុនមិនឲ្យឱកាសខ្ញុំអត់បានឡើងតំណែងព្រោះតែថៅកែមិនចូលចិត្តខ្ញុំចំណែកឯមនុស្សទី2វិញនិយាយថាខ្ញុំអត់ទាន់រីកចម្រើនព្រោះតែខ្ញុំត្រូវរៀនបន្ថែមខ្ញុំអត់ទាន់បានឡើងតំណែងព្រោះតែខ្ញុំអត់ទាន់ត្រៀមខ្លួនគ្រប់គ្រាន់មនុស្សទី1ផ្ញើជីវិតទៅលើអ្នកដទៃចំណែកឯមនុស្សទី2វិញកាន់កាប់ជីវិតនៅក្នុងដៃខ្លួនឯងហើយនេះហើយគឺជាភាពខុសគ្នារវាងជីវិតដែលមានភាពម្ចាស់ការនិងជីវិតដែលរស់នៅតាមស្ថានភាពហើយនឹងគ្មានម្ចាស់ការទៅលើខ្លួនឯងមនុស្សជាច្រើនរស់ដោយគ្មានម្ចាស់ការព្រោះតែពួកគេខ្លាចគេថាខ្លួនឯងអន់ខ្លាចមតិរបស់អ្នកដទៃខ្លាចការរិះគន់ខ្លាចធ្វើទៅខុសខ្លាចបរាជ័យខ្លាចមើលទៅមិនដូចគេហើយយើងក៏ចាប់ផ្ដើមធ្វើតាមសម្ដីរបស់អ្នកដទៃគេថាធ្វើនេះល្អយើងក៏ធ្វើតាមគេបន្តិចម្ដងយើងក៏រស់តាមសម្ដីរបស់អ្នកដទៃរហូតដល់ថ្ងៃមួយយើងក៏សួរខ្លួនឯងថាតើនេះឬជាជីវិតដែលខ្ញុំជ្រើសរើសហេតុអីបានជាខ្ញុំមានអារម្មណ៍ថាខ្ញុំហត់ម្ល៉េះតើខ្ញុំខុសទេដែលខ្ញុំតែងតែធ្វើតាមសម្ដីរបស់អ្នកដទៃរហូតតើខ្ញុំគួរតែបន្តធ្វើតាមសម្ដីអ្នកដទៃដល់ពេលណាការរស់ដោយមានម្ចាស់ការមិនមែនបានន័យថាយើងមិនស្ដាប់អ្នកដទៃឬក៏យើងមិនគោរពតាមមតិគេទេប៉ុន្តែមានន័យថាយើងស្ដាប់តែយើងជាអ្នកសម្រេចយើងមិនបានទម្លាក់ការទទួលខុសត្រូវទៅលើស្ថានភាពឬក៏ទៅលើមាត់អ្នកដទៃឡើយការរស់ដោយមានម្ចាស់ការគឺមានន័យថាគឺជាការរៀនផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងមិនមែនតតែមានអ្នកណាម្នាក់មកប្រាប់ថាយើងធ្វើល្អឬក៏គេសរសើរយើងមកយើងសប្បាយចិត្តទេតែវាគឺជាថ្ងៃដែលយើងខិតខំដោយគ្មាននរណាឃើញជាថ្ងៃដែលយើងព្យាយាមប៉ុន្តែគ្មាននរណាគេសរសើរជីវិតដែលមានម្ចាស់ការមិនមែនជាជីវិតដែលល្អឥតខ្ចោះប៉ុន្តែជាជីវិតដែលយើងមិនរត់ចេញពីខ្លួនឯងយើងពេញចិត្តនឹងការរីកចម្រើនតូចព្រោះតែយើងដឹងថារឿងធំគឺវាកើតចេញពីរឿងតូចការរស់ដោយមានម្ចាស់ការមានន័យថាយើងអាចរស់ដោយស្ងៀមដោយមិនចាំបាច់បង្ហាញគ្រប់យ៉ាងយើងមិនចាំបាច់បង្ហាញឲ្យគ្រប់គ្នាដឹងថាយើងកំពុងតែធ្វើអីយើងគ្រាន់តែដឹងថាយើងកំពុងតែដើរទៅមុខទៅគឺគ្រប់គ្រាន់ហើយថ្ងៃណាមួយលទ្ធផលនឹងនិយាយជំនួសយើងហើយថ្ងៃនោះហើយយើងនឹងដឹងថាការរស់ដោយមានម្ចាស់ការទៅលើខ្លួនឯងគឺជាអំណោយដ៏មានតម្លៃបំផុតដែលយើងអាចផ្ដល់ឲ្យខ្លួនឯងបានយើងមិនអាចគ្រប់គ្រងពិភពលោកបានទេប៉ុន្តែយើងអាចគ្រប់គ្រងការសម្រេចចិត្តរបស់ខ្លួនឯងយើងមិនអាចគ្រប់គ្រងមតិរបស់អ្នកដទៃប៉ុន្តែយើងអាចគ្រប់គ្រងរបៀបដែលយើងឆ្លើយតបទៅនឹងអ្នកដទៃហើយនឹងនៅថ្ងៃដែលយើងជោគផ្ញើជីវិតទៅលើមាត់អ្នកដទៃថ្ងៃនោះហើយគឺជាថ្ងៃដែលយើងចាប់ផ្ដើមរស់ពិតប្រាកដហើយមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងម្ដងទៀតថាបើសិនជាថ្ងៃនេះគ្មាននរណាគេសរសើរគ្មាននរណាគេខ្វល់
គ្មាននរណាគេមើលឃើញតែអ្នកទាំងអស់គ្នានៅតែបន្តដើរតាមផ្លូវដែលអ្នកទាំងអស់គ្នាជ្រើសរើសដែរឬទេចម្លើយបើសិនជា yes មានន័យថាអ្នកទាំងអស់គ្នាចាប់ផ្ដើមកាន់កាប់ជីវិតនៅក្នុងដៃខ្លួនឯងហើយបើសិនជាចម្លើយ no ក៏អត់អីដែរព្រោះថាថ្ងៃនេះអាចជាថ្ងៃដំបូងដែលអ្នកទាំងអស់គ្នាឈប់រស់នៅដើម្បីឲ្យអ្នកដទៃពេញចិត្តហើយយើងចាប់ផ្ដើមរស់ដើម្បីក្តីសុខហើយនឹងឲ្យតម្លៃខ្លួនឯងតែចាំថាជីវិតយើងគឺជាអ្នកកំណត់ហើយយើងក៏មិនបានកើតមកដើម្បីរស់ជាជំរឿក្នុងជីវិតរបស់នរណាម្នាក់ដែរថ្ងៃណាដែលយើងហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនឯងថ្ងៃនោះហើយយើងមិនត្រឹមតែរស់តែប៉ុណ្ណោះទេប៉ុន្តែយើងរស់ដោយមានភាពម្ចាស់ការទៅលើខ្លួនឯងចុងបញ្ចប់អរគុណបងប្អូនទាំងគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអាចជួយចុច like ដើម្បីផ្ដល់ជាកម្លាំងចិត្តឬក៏ជួយចុច subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយអរគុណ